មិនមែនលេងសើចទេលោកយាយពីការភ្នែកបបាវិញការទូទីវាសនាពិភពលោកកំពុងคล้ายជាការពិតមនុស្សជាច្រើនប្រហែលស្គាល់ឈ្មោះបបាវិញការហើយដល់លោកយាយពីការភ្នែករូបនេះគឺជាគ្រូទីដ៏ល្បីល្បាញម្នាក់ដែលទំនាយរបស់គាត់មានអត្រាត្រឹមត្រូវរហូតដល់ទៅជាង80%ឯណោះបិទឆ្នាំ2025ទើបតែឈានចូលបានប៉ុន្មានខែក៏ពិតមែនប៉ុន្តែព្រឹត្តិការណ៍មួយបានកើតឡើងដោយទំនាយរបស់គាត់គ្មានខុសក្នុងទំនាយនោះលោកយាយទាយថាឆ្នាំ2025នឹងមកនៅគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ភាគច្រើនទាក់ទងនឹងការឡើងកម្ដៅផែនដីហើយគ្រោះមហន្តរាយដូចជាទឹកជំនន់រញ្ជួយដីនិងអគ្គិភ័យនឹងកើតឡើងកាន់តែញឹកញាប់ក្នុងឆ្នាំនេះដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សនិងទ្រព្យសម្បត្តិយ៉ាងច្រើនជាពិសេសលោកយាយបានគូបញ្ជាក់ពីការរញ្ជួយដីដ៏ធំក្នុងតំបន់ប៉ាស៊ីហ្វិកជាស្ដែងនៃឆ្នាំ2025គ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.7 រិចទ័រកំពុងកើតមានឡើងនៅប្រទេសមីយ៉ាន់ម៉ាប្រទេសថៃក្រុងបាងកកតែម្ដងដោយសម្លាប់មនុស្សនិងរងរបួសជាច្រើនអ្នកទោះបីជាយ៉ាងណាក៏ដោយគេនៅតែចាំមើលថាតើទំនាយរបស់លោកយាយខ្លះទៀតដែលអាចคล้ายជាការពិតមកហើយដែរសូមបញ្ជាក់ថា